ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅ clear ទិន្នន័យចាស់ៗនៅក្នុងកម្មវិធី Facebook ដើម្បីឲ្យ Facebook របស់យើងនឹងដំណើរការទៅរលូនដោយមិនទាក់ទងនៅក្នុងទូរស័ព្ទដៃបងប្អូនពេលខ្លះនៅពេលដែលបងប្អូនបើក Facebook មកនៅពេលដែលបងប្អូនអស់មើល Facebook អញ្ចឹងមួយក៏បងប្អូនមើលវីដេអូផ្សេងៗនៅពេលដែលអស់មកគឺវាអត់ដើរ smooth ល្អទេគឺអស់ទៅវាតាក់អីចឹងទៅដោយសារតែ Facebook របស់បងប្អូនហ្នឹងគឺមានទិន្នន័យចាស់ពីមុនមកដែលបងប្អូនធ្លាប់ search ធ្លាប់អីពីមុនមកអញ្ចឹងវានៅលើ Facebook របស់បងប្អូនអញ្ចឹងតោះតែយើងចូលទៅលុបអាទិន្នន័យចាស់ហ្នឹងចោលទៅគឺ Facebook របស់យើងគឺវាដំណើរការទៅដល់រលូនវិញហើយគឺវាអត់តាក់ទេអញ្ចឹងបងប្អូនទាំងអស់គ្នាចូលទៅអនុវត្តតាមខ្ញុំនេះទៅជាដំបូងបងប្អូនចូលនៅក្នុង Facebook របស់បងប្អូនមកតមកទៀតបងប្អូនចុចនៅលើត្រេ3ខាងលើនេះមកបន្ទាប់ពីបងប្អូនចូលនៅក្នុងត្រេ3ខាងលើហើយបងប្អូនទាំងអស់គ្នាធ្វើការអស់ចុះក្រោមតិចមកបងប្អូនឃើញមានពាក្យថា Setting and Privacy បងប្អូនចូលនៅក្នុងនឹងមកបន្ទាប់មកទៀតបងប្អូនចូលទៅកាន់ Setting បន្តទៀតមកហើយយើងធ្វើការអស់ចុះក្រោមបន្តិចទៀតយើងទៅស្វែងរកពាក្យថា browser គឺជាកន្លែងរកនៅលើ Facebook របស់យើងហ្នឹងយើងចូលនៅក្នុងហ្នឹងមកអញ្ចឹងនេះនៅពេលដែលយើងចូលនៅក្នុងហ្នឹងបងប្អូនឃើញមានពាក្យថា cookie and cache អញ្ចឹងនេះខាងមុខនេះគឺគេដាក់ពាក្យថា clear អញ្ចឹងទិន្នន័យរបស់យើងគ្រាន់តែធ្វើការចុច clear មកតមកទៀតវានឹងចេញផ្ទាំងនៅខាងក្រោមនេះបងប្អូនចុច clear ទៀតមកចឹងនៅពេលដែលបងប្អូនធ្វើការចុច clear ប៉ុណ្ណឹងគឺទិន្នន័យចាស់ដែលធ្លាប់មានពីមុនមកដែលបងប្អូនធ្លាប់ search អីហ្នឹងគឺវានឹងបាត់អស់ហើយអញ្ចឹងនៅពេលដែលបងប្អូនថយមក Facebook មកបងប្អូនធ្វើការអស់មើលវីដេអូឬមួយក៏មើលរូបភាពអីផ្សេងគឺ Facebook មកបងប្អូនគឺវានឹងដំណើរការទៅដល់រលូនហើយគឺវាអត់មានតាក់ទៀតទេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយកទៅអនុវត្តតាមបានហើយសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ